nè để các chăm thóc cứ lệ sầm nắng lệ mà rồi đọc muốn chấm này po sầm nắng cứ bong ôn phở po khiêu bong ôn con khơi nát bạc chẳng nè để các chăm thóc comment lệ sầm nắng lệ mà rồi đọc muốn chấm này po sầm nắng cứ po khiêu nè để các chăm thóc bên dưới ấy bong bật tớiในក្នុងឆ្នាំ2026នេះថោះគឺជាឆ្នាំមួយដែលឆុង50%អញ្ចឹងអ្នកដែលកើតឆ្នាំថោះទាំងអស់បើស្ដាប់ថាឆុងភ័យទេប៉ុន្តែដូចជាមិនភ័យទេបាទបើកូនសិស្សលោកគ្រូមហាជុំអត់ភ័យទេទោះបីឆុង 100%ក៏អត់ភ័យដែរពីព្រោះយើងមានរបៀបនៅក្នុងការកាត់ឆុងយើងមានរបៀបនៅក្នុងការកាត់ឆុងអញ្ចឹងអ្នកដែលកើតឆ្នាំថោះគឺត្រូវកាត់ឆុងចឹងបើយើងបានកាត់ឆុងត្រូវយើងអត់ឆុងយើងកាន់តែហេងកាន់តែផ្ទុះលៀបប្រៀបបានដូចយើងឈឺយើងព្យាបាលជាយើងមានសុខភាពល្អហើយបើយើងអាងតែយើងអត់អីយើងអត់ព្យាបាលអានឹងឈឺទៅបងប្អូនណាបាទអញ្ចឹងអ្នកដែលកើតឆ្នាំថោះនៅក្នុងឆ្នាំ2026យើងឆុងប៉ុន្តែយើងកាត់ឆុងចេញទៅយើងលែងឆុងហើយអញ្ចឹងការកាត់ឆុងគឺមានក្បួនគឺមានຂະຫນាតរបស់គេយ៉ាងត្រឹមត្រូវអញ្ចឹងបងប្អូនកុំក្មួយត្រូវតែកាត់ឆុងចេញទៅក្រោយតែពីកាត់ឆុងហើយបងប្អូនលែងឆុងបងប្អូនហេងបងប្អូនកាក់កបល្អត្រឡប់មកវិញហើយអញ្ចឹងបងប្អូនត្រូវកាត់ឆុងចេញណាបងប្អូនកូនក្មួយណាបាទអញ្ចឹងនៅក្នុងឆ្នាំ2026គឺយើងកាត់ឆុងចេញហើយអ្នកដែលកាត់ឆុងគឺកាត់ឲ្យត្រឹមត្រូវហើយការកាត់ឆុងនេះអ្នកដែលនៅភ្នំពេញអាចមកជួបខ្ញុំកាត់ជូនហើយបើអ្នកនៅខេត្តក៏អាចមកជួបផ្ទាល់ដែរហើយបើមិនចង់មកទេរវល់ឆ្លៀតមកមួយអាចតំណតំណងយកប្រដាប់ប្រដាកាត់ឆុងពីខ្ញុំទៅកាត់ឲ្យខ្លួនឯងបានហើយអ្នកដែលនៅក្រៅប្រទេសក៏អាចកាត់ឆុងជាមួយនឹងលោកគ្រូមហាជុំបានដូចគ្នាណាបងប្អូនកូនក្មួយណាបាទអញ្ចឹងឥឡូវនេះគឺដល់ពេលវេលាដែលខ្ញុំសូមជម្រាបជូនដល់បងប្អូនជាបន្តទៀតបាទជាបន្តទៀតនេះគឺយើងពាក់ព័ន្ធជាមួយនឹងជោគជតារាសីរបស់យើងវិញម្ដងអញ្ចឹងយើងដឹងថាឆ្នាំថោះលេខសំណាងយើងប្រើលេខ119ពណ៌សំណាងពណ៌ខៀវអញ្ចឹងបងប្អូនដែលកើតនៅឆ្នាំថោះសូម comment លេខ119ហើយ share នៅវីដេអូលោកគ្រូមហាជុំដាក់លេខ119បាទលោកអ្នកដែលកើតនៅឆ្នាំថោះដើមខែលោកអ្នកដែលកើតនៅឆ្នាំថោះដើមខែសូមប្រយ័ត្នសុខភាពបាទលោកអ្នកដែលកើតនៅឆ្នាំថោះដើមខែប្រយ័ត្ននៅសុខភាពបាទប្រយ័ត្នសុខភាពបន្តិចអាចឈឺណាបងប្អូនណាបាទអញ្ចឹងអ្នកខ្លះមិនទាន់ដល់ដើមខែផងនេះចាប់ពីថ្ងៃហ្នឹងដែលខ្ញុំឡាយទៅគឺចាប់ផ្ដើមមិនស្រួលខ្លួនរួចទៅហើយអញ្ចឹងយើងត្រូវប្រយ័ត្នប្រយែងបាទបញ្ហាសុខភាពណាបើមិនអញ្ចឹងទេគឺអាចឈឺហើយតែឈឺអត់សុបាយទេគឺឆ្លងឆ្នាំលាន់ឯងកំពុងតែឈឺអញ្ចឹងអ្នកដែលកើតឆ្នាំថោះគឺត្រូវតែមានការប្រយ័ត្នប្រយែងបញ្ហាសុខភាពបាទសុខភាពហ្នឹងទាំងផ្លូវចិត្តទាំងផ្លូវកាយព្រោះថាអត់សូវសុបាយចិត្តអត់សូវរីករាយអីប្រហែលទេនៅក្នុងខែមួយនេះបាទព្រោះថាយើងឆុងឆ្នាំហើយឥទ្ធិពលឆុងវាចូលមកដល់ផងហើយខែផងអញ្ចឹងយើងត្រូវតែថែរក្សាសុខភាពឲ្យបានល្អបន្តិចនៅក្នុងដើមខែមួយហ្នឹងហើយបើមើលតែមិនស្រួលទេក៏ប្រញាប់ព្យាបាលប្រញាប់លេបថ្នាំកុំទ្រាំតែទ្រាំអាចឈឺហើយបាទអញ្ចឹងដើមខែគឺត្រូវថែរក្សាសុខភាពហើយអ្នកដែលកើតឆ្នាំថោះបាទអ្នកដែលកើតឆ្នាំថោះចន្លោះពីថ្ងៃទី6ដល់ថ្ងៃទី9អ្នកដែលកើតឆ្នាំថោះចន្លោះពីថ្ងៃទី6ដល់ថ្ងៃទី9គឺលោកអ្នកលក់របស់ដាច់បាទដើមឆ្នាំលក់របស់ដាច់ណាពីថ្ងៃទី6ដល់ថ្ងៃទី9អ្នកដែលកើតឆ្នាំថោះលក់របស់ដាច់អញ្ចឹងសួរខ្ញុំថាលក់របស់ដាច់ហ្នឹងលក់របស់អីគេខ្ញុំអត់ដឹងថាតើអ្នកកើតឆ្នាំថោះត្រូវលក់របស់អីដាច់ទេប៉ុន្តែគ្រាន់តែថាពីថ្ងៃទី14ដល់ថ្ងៃទី16ហ្នឹងអ្នកដែលកើតឆ្នាំថោះគឺលក់របស់ដាច់អញ្ចឹងលក់របស់ដាច់ហ្នឹងជូនពរណានៅអ្វីដែលយើងកំពុងតែលក់បាទជូនពរនៅអ្វីដែលចង់លក់សូមឲ្យលក់ដាច់ដោយក្តីបំណងប៉ងប្រាថ្នាទៅបាទអញ្ចឹងចង់លក់អីលក់នោះទៅលក់ឲ្យដាច់ដោយក្តីបំណងប៉ងប្រាថ្នាដើមខែអ្នកដែលកើតឆ្នាំថោះលក់របស់ដាច់បាទចន្លោះពីថ្ងៃទី6ដល់ថ្ងៃទី9ពីថ្ងៃ14ដល់ថ្ងៃទី16ពីថ្ងៃ14ដល់ថ្ងៃទី16អ្នកដែលកើតឆ្នាំថោះនឹងគឺប្រយ័ត្នឆ្លោះគ្នាបាទឆ្លោះគ្នានឹងមិនមែនឆ្លោះគ្នាក្នុងក្រុមគ្រួសារទេមិនមែនឆ្លោះគ្នាជាមួយសង្សារទេគឺឆ្លោះគ្នាជាមួយអ្នករកស៊ីជាមួយគ្នាឬមួយក៏មិត្តភ័ក្តិរួមការងារអញ្ចឹងពីថ្ងៃទី16សំទោសពីថ្ងៃទី14ដល់ថ្ងៃទី16អ្នកដែលកើតឆ្នាំថោះអាចមានបញ្ហាឆ្លោះគ្នាកើតឡើងហើយការឆ្លោះគ្នានេះគឺអាចនឹងឆ្លោះរវាងអ្នកដែលរួមការងារជាមួយគ្នាអញ្ចឹងអត់ធ្មត់បាទអត់ធ្មត់បន្តិចដោយសារយើងឆ្នាំថោះយើងឆុងនៅក្នុងឆ្នាំ2026អញ្ចឹងកាលណាតែឆ្លោះគ្នាយើងមិនអត់ធ្មត់ទេយើងជាជនរងគ្រោះក៏យើងខ្លាយទៅជាអ្នកដែលបង្កហេតុដែរគេលាបពណ៌ឲ្យយើងណាអញ្ចឹងក្នុងតម្លៃណាក្នុងកលៈទេសៈណាយើងក៏ត្រូវមានការប្រុងប្រយ័ត្នដែរអ
ចឹងអ្នកដែលកើតឆ្នាំថោះទោះបីជារឿងឈ្លោះគ្នាយ៉ាងម៉េចយើងអត់ធ្មត់បើអាចទប់បានក៏ទប់ទៅបាទជូនពរឲ្យទប់បានណាបាទចឹងពីថ្ងៃ14ដល់ថ្ងៃទី16អ្នកដែលកើតឆ្នាំថោះគឺអាចនឹងឈ្លោះគ្នាជាមួយនឹងក្រុមការងារបាទជាមួយនឹងក្រុមការងារចឹងជូនពរកុំឲ្យរឿងទាំងអស់ហ្នឹងកើតឡើងណាបាទអ្នកដែលកើតឆ្នាំថោះដដែលពីថ្ងៃទី23ដល់ថ្ងៃទី25អ្នកដែលកើតឆ្នាំថោះដដែលពីថ្ងៃទី23ដល់ថ្ងៃទី25លោកអ្នកទទួលបានដំណឹងល្អបាទទទួលដំណឹងល្អនេះជើងលេខគេថាទទួលបានដំណឹងល្អអ្នកកើតឆ្នាំថោះណាបងប្អូនណាបាទអញ្ចឹងអ្នកដែលកើតឆ្នាំថោះពីថ្ងៃទី23ដល់ថ្ងៃទី25នឹងមានដំណឹងល្អសុកគេមកប្រាប់ពីដំណឹងល្អរបស់យើងណាអញ្ចឹងដំណឹងដែលល្អគឺជាដំណឹងដែលមិនអាក្រក់ដំណឹងដែលល្អគឺជាដំណឹងដែលមិនអាក្រក់ត្រូវហើយបាទរឿងដែលល្អគឺមិនមែនរឿងអាក្រក់អញ្ចឹងអ្វីទាំងឡាយអ្វីទាំងពួងគឺនឹងល្អនឹងជោគជ័យនឹងរីកចម្រើនត្រឡប់មកវិញអញ្ចឹងបងប្អូនកូនក្មួយអ្នកដែលកើតនៅឆ្នាំថោះពីថ្ងៃទី23ដល់ថ្ងៃទី25នឹងជួបរឿងល្អហើយបើសួរខ្ញុំថារឿងល្អនឹងរឿងអ្វីគេខ្ញុំក៏មិនដឹងដែរប៉ុន្តែដឹងរឿងល្អអញ្ចឹងយើងចាំមើលទាំងអស់គ្នាទៅថាតើរឿងល្អនឹងវារឿងអីគេសូមឲ្យរឿងដែលយើងចង់ប្រាថ្នានឹងគឺបានល្អដោយបំណងទៅបាទហើយអ្នកដែលកើតឆ្នាំថោះដដែលបាទអ្នកដែលកើតឆ្នាំថោះដដែលណាបងប្អូនចុងខែអ្នកដែលកើតឆ្នាំថោះដដែលចុងខែគឺលោកអ្នកមានកាដូមានលៀបមានកាដូបាទមានកាដូមានអំណោយបងប្អូនណាបាទអញ្ចឹងអ្នកដែលកើតឆ្នាំថោះនៅចុងខែមករាឆ្នាំ2026គឺនឹងមានអំណោយគេយកមកឲ្យមានកាដូគេយកមកជូនអញ្ចឹងកាដូនឹងជាអ្វីអំណោយដែលគេយកមកឲ្យជាអីខ្ញុំអត់ដឹងទេប៉ុន្តែដឹងថាមានអំណោយដែលគេយកមកឲ្យអញ្ចឹងសូមជូនពរឲ្យអ្នកដែលកើតឆ្នាំថោះទាំងអស់សុខសប្បាយហើយហេងហើយរីកចម្រើនអ្នកដែលកើតឆ្នាំថោះលេខសំណាងគឺលេខ119ចំណែកពណ៌សំណាងពណ៌ខៀវអ្នកដែលកើតឆ្នាំថោះទាំងអស់គ្នាជាទីគោរពយើងឆ្នាំថោះអញ្ចឹងថោះនឹងវាហាក់ជាមួយពប៉ែអញ្ចឹងនៅក្នុងឆ្នាំ2026បើអ្នកដែលកើតឆ្នាំថោះទាំងអស់មានដាក់តាំងនៅមានតាំងរូបពប៉ែនៅក្នុងផ្ទះឬមួយក៏កន្លែងធ្វើការកន្លែងរកស៊ីលោកអ្នកនឹងផ្ទុះលៀបលោកអ្នកនឹងផ្ទុះសំណាងកើតឡើងអញ្ចឹងយើងកើតឆ្នាំថោះវាហាក់មួយរូបពប៉ែហើយរូបពប៉ែគឺជាពប៉ែនាំលៀបសម្រាប់ឆ្នាំ2026ពប៉ែ2026ជាស្ដេចសត្វបាទអញ្ចឹងបើយើងមានពប៉ែយកមកដាក់នៅក្នុងផ្ទះយើងអ្នកកើតឆ្នាំថោះនឹងផ្ទុះលៀបនឹងផ្ទុះសំណាងកើតឡើងហើយបាទអញ្ចឹងអ្នកដែលកើតឆ្នាំថោះនឹងគឺនឹងផ្ទុះលៀបនឹងផ្ទុះសំណាងកើតឡើងអញ្ចឹងនៅក្នុងឆ្នាំ2026យើងត្រូវមានរូបពប៉ែនៅក្នុងផ្ទះហើយពប៉ែនេះមិនមែនមានលៀបសម្រាប់តែយើងមួយទេក៏នឹងមានលៀបសម្រាប់សមាជិកនៅក្នុងផ្ទះយើងទាំងអស់គ្នាផងដែរបាទអញ្ចឹងនៅក្នុងឆ្នាំ2026ពប៉ែនឹងមិនត្រឹមតែមានលៀបសម្រាប់តែយើងទេក៏មានលៀបសម្រាប់សមាជិកនៅក្នុងផ្ទះយើងគ្រប់គ្នាដែរអញ្ចឹងពប៉ែដែលយើងត្រូវយកមកដាក់នឹងមិនមែនចេះតែយកមកដាក់ទេតើពប៉ែនឹងមានការប្រសិទ្ធិត្រឹមត្រូវបាទនេះពប៉ែនឹងមានការប្រសិទ្ធិត្រឹមត្រូវបងប្អូនណាបាទប្រសិទ្ធិត្រឹមត្រូវធ្វើឡើងរចនាឡើងឲ្យត្រូវក្បួនអញ្ចឹងយកទៅដាក់ទៅបញ្ជូនទ្រពបញ្ជូនលៀបចូលផ្ទះហើយថែមទាំងហេងមកទៀតបាទនេះគឺជាពប៉ែដែលខ្ញុំត្រូវចែករំលែកឲ្យបងប្អូនយកទៅដាក់អញ្ចឹងដាក់ទៅហេងមិនត្រឹមតែហេងតែយើងទេមកផ្ទះយើងបានសុខសប្បាយអញ្ចឹងបងប្អូនបើចង់បានប្រញាប់ជាវឲ្យរួចព្រោះយើងមិនមានច្រើនទេយើងមានតិចហើយប្រយ័ត្នណាពប៉ែនេះគឺមានឈ្មោះខ្ញុំលោកគ្រូមហាជុំនៅពីក្រោមបាតនេះបាទនេះលោកគ្រូមហាជុំហើយមានអក្សរចិននៅនឹងអញ្ចឹងបងប្អូនអាចជាវរូបពប៉ែនេះយកទៅដាក់ហើយខ្ញុំមានតែ20 30គូទេយើងអត់មានច្រើនទេអញ្ចឹងបងប្អូនអាចជាវរូបពប៉ែនេះយកទៅដាក់បានហើយបងប្អូនកូនក្មួយខ្ញុំលោកគ្រូមហាជុំខ្ញុំក៏មាននៅខ្សែករូបពប៉ែទៀតបាទនេះគឺជាខ្សែករូបពប៉ែខ្សែករូបពប៉ែនេះគឺជាប្រភេទខ្សែកដែលយើងយកទៅពាក់នាំលៀបនាំសំណាងអញ្ចឹងមិនថាអ្នកណាក៏ដោយចង់ឲ្យហេងរហូតនៅក្នុងឆ្នាំ2026បាទលោកអ្នកត្រូវមានខ្សែកបន្តោងពប៉ែនេះយកទៅពាក់ខ្សែកបន្តោងពប៉ែនេះខ្ញុំធ្វើឡើងព្រោះពប៉ែធាតុដីប៉ុន្តែខ្ញុំប្រើពីគុជភូមិពណ៌ខៀវដើម្បីទៅពាក់ទី1ធ្វើឲ្យចិត្តត្រជាក់ទី2បន្សាបភ្លើងដែលជាភ្លើងមមីឆ្នាំមមីធាតុភ្លើងហ្នឹងណាបាទឲ្យហេងអញ្ចឹងបងប្អូនជាវនៅខ្សែកបន្តោងពប៉ែនេះយកទៅពាក់មិនថាការលក់ដូរមិនថាការរកស៊ីគឺហេងខ្លាំងតែម្ដងបាទចំនួនជួញដូរអីទាំងឡាយទាំងពួងហ្នឹងគឺ
ល្អជោគជ័យគ្រប់បែបយ៉ាងអញ្ចឹងបងប្អូនអាចជាវនៅខ្សែកបន្តោងប្រពែនេះយុទ្ធភ័ក្រខ្ញុំប្រសិទ្ធិបាន50ខ្សែបងប្អូនចង់បានក៏អាចជាវយុទ្ធភ័ក្រពាក់ឲ្យហេកពាក់ឲ្យកាក់កបពាក់ឲ្យកាត់ឆុងពាក់ឲ្យលើករាសីគេអាណិតគេស្រឡាញ់ធ្វើអីក៏បានកាក់កបអញ្ចឹងជាវនៅខ្សែករូបប្រពែនេះយុទ្ធភ័ក្រខ្សែកហុងស៊ុយបងប្អូនណាបាទស្រូបលៀបស្រូបសំណាងមានលៀបមានជ័យបាទអរគុណណាអញ្ចឹងបងប្អូនអាចជាវនៅខ្សែកបន្តោងរូបប្រពែនេះយុទ្ធភ័ក្របន្ថែមទៀតកាន់តែហេងកាន់តែល្អកាន់តែជោគជ័យអញ្ចឹងអរគុណលោកអ្នកទាំងអស់គ្នាណាហើយលោកអ្នកសូមខមមិននៅលេខសំណាងគឺលេខ119ចំណែកពណ៌សំណាងគឺបងប្អូនប្រើពណ៌ខៀវសម្រាប់លោកអ្នកដែលកើតនៅឆ្នាំថោះបងប្អូនកូនក្មួយណាបាទ